어? 무서워. ថ្ងៃមុនខ្ញុំទិញថៃដែលមានឈ្មោះថា Kotari ជាប្រភេទថៃហាលខ្យល់នៅកូរ៉េនេះគេហាលខ្យល់ក្នុងខែត្រជាក់បងប្អូនទិញ4ក្បាលចាស់រវល់ពេកម៉ាគាត់ធ្វើ2ក្បាលឲ្យថ្ងៃមុនម្សាហើយតែនៅសល់2ក្បាលនេះខ្ញុំក៏សម្រេចចិត្តធ្វើញ៉ាំម្សាទៀតដោយសារតែខែល្ងាគឺញ៉ាំថៃហ្នឹងទៅឆ្ងាញ់ខ្លាំងមែនទែនបងប្អូននិយាយក៏ចង់គាត់ទឹកម្ដងទៀតដែរបងខ្ញុំរំងាស់ទឹកស៊ុបសិនដែលក្នុងទឹកស៊ុបហ្នឹងដាក់ឆៃថាវជាមួយនឹងសារាយសមុទ្រក្រៀមសម្រាប់ស្ងោរទឹកស៊ុបដែលគេហៅថា Tashima បងប្អូនចារំងាស់ចោលទៅហើយយើងមកលាយគ្រឿងខហ្នឹងបែបរសជាតិហឹរតិចៗអញ្ចឹងហើយដាក់ចាម្ទេសម៉ត់ចូលខ្ទឹមសជាមួយនឹងម្សៅខ្ញីបងប្អូនមានខ្ញីស្រស់ដាក់ខ្ញីស្រស់ក៏បានដែរបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវជីនខាន់ចាំងចាហើយនឹងស្រាអំបត្តិក្លិនចូលទៅដែរពួកអីថៃហ្នឹងក៏វាមានក្លិនឆ្អាបដែរបងប្អូនហើយបន្ថែមជាមួយនឹងទឹកស្ករសម្រាប់ធ្វើម្ហូបបងប្អូនអត់មានទឹកស្ករទេអាចដាក់ស្ករបានហើយនឹងប្រេងល្ងចូលចិត្តចាំដាក់អត់ចូលចិត្តបើចាំដាក់ក៏បានដែរចុងក្រោយខ្ញុំបន្ថែមជាមួយនឹងទឹកគីមួយត្រាំចូលទៅបន្តិចដែរដោយសារទឹកគីមួយត្រាំវាមានរសជាតិជូរអែមអញ្ចឹងអត់ហ៊ានដាក់ច្រើនទេខ្លាចខថៃមានរសជាតិជូរខ្លាំងគ្រឿងនឹងច្របល់ចូលគ្នាឲ្យសព្វល្អមកហើយទឹកស៊ុបវិញខ្ញុំរងាស់ប្រហែលជា6-7នាទីសងស្រាយសមុទ្រចេញទុកតែឆៃថាវហើយនឹងទឹកនឹងបានហើយបងប្អូនចាប់ផ្ដើមដាក់ខថៃគឺខ្ញុំដាក់ប្រេងឆាចូលសិនបន្ទាប់មកដាក់ថៃរបស់យើងចូលចាដាក់ថៃចូល1កង់2កង់3កង់4កង់អីចឹងទៅបងប្អូនដែលចូលចិត្តកន្លែងក្បាលហ្នឹងអាចដាក់ទាំងក្បាលក៏បានដែរថៃហ្នឹងគឺកន្លែងក្បាលក៏គេវាស្អាតល្អដែរបងប្អូនចាចូលចិត្តញ៉ាំទៅតែខ្ញុំខ្ជិលចាដាក់តែខ្លួនបានហើយបន្ទាប់មកចាក់គ្រឿងដែលយើងបានលាយចូលហ្នឹងចាចូលនៅក្នុងសាច់ថៃហ្នឹងមកហើយចាក់ទឹកស៊ុបរបស់យើងចូលបន្ថែមឆៃថាវដែលខ្ញុំស្ងោរជាមួយទឹកស៊ុបហ្នឹងចូលជាមួយគ្នាទៅចាគ្របក្របដាក់រងាស់តតែសាច់ថៃហ្នឹងឡើងឆ្អិនល្អចាពេលដែលវាឡើងឆ្អិនទៅបងប្អូនឃើញគ្រឿងចូលជាតិគ្នាសព្វល្អហើយសម្រាប់ឆាច់ថៃថាវវិញពេលដែលយើងដាក់ស្ងោរជាមួយទឹកស៊ុបម្សៅហើយយកមកដាក់ខអញ្ចឹងឆ្ងាញ់មែនតើបងប្អូនហើយបន្ថែមខ្ទឹមប្រាំងចាបន្ថែមស្លឹកខ្ទឹមអីតាមចំណូលចិត្តរបស់បងប្អូនគ្រឿងផ្សំដែលមាននៅក្នុងវីដេអូទាំងអស់នេះចាមានលក់នៅ page Haha Kimchi បងប្អូនអាចកម្មង់បានចាជាពិសេសទឹកស៊ីអ៊ូជីនខាន់ចាំងយកធ្វើម្ហូបអីក៏ឆ្ងាញ់ដែរបងប្អូនជើនិយាយពីរសជាតិម្ហូបនេះបងប្អូនមើលតែឆ្នាំងក៏ដឹងដែរថារសជាតិបែបណាចាអស់ហើយលេងបងនៅសល់តែកាក់តិចៗទេ